ខ្លាំងដៃណាស់ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍រួចបោះសម្ដីថាហែងមិនស្គាល់អញស្រាប់តែបើករថយន្តបុករះពេញផ្លូវនិងបំបុកឡានសមត្ថកិច្ចបន្ថែមទៀតមិនធម្មតាសម្ដីហួសមៀតយកមេឃទ្របអង្គុយផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍បើកបុកគេឲ្យមិនព្រមទទួលខុសត្រូវស្រាប់តែបោះសម្ដីបែបសម្បើមធំគំរាមលើរថយន្តរងគ្រោះថាស្រុកខ្មែរក្នុងដៃខ្លួនហែងអត់ស្គាល់អញហែងធ្វើលុយឡានឯងគ្មានអីអស្ចារ្យទេថែមទាំងគំរាមថាហែងកុំឲ្យអញឃើញមុខឯងជាលើកទី2បន្ថែមទៀតរួមទាំងបានបញ្ជាសមត្ថកិច្ចឲ្យអូសរថយន្តរបស់ជនរងគ្រោះរួមជាមួយនឹងការចាប់វាយខ្នោះបន្ថែមក្រោយនិយាយបោះសម្ដីបែបសម្បើមមើលតែក្នុងប្រទេសកម្ពុជាអស់ធំត្រឹមគាត់នោះស្រាប់តែបើករថយន្តរត់គេចត្រូវបានបងប្អូនប្រជាពលរដ្ឋប្រដេញតាមខាត់ស្រាប់តែបុរសរូបនោះបានបុករះម៉ូតូដែលបានដាក់ខាត់ប៉ើងពេញផ្លូវបន្ថែមទៀតបុរសជាអ្នកបើកបររថយន្តបង្កមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេរថយន្តបង្កម៉ាក Toyota Alphard ពាក់ស្លាកលេខភ្នំពេញ 2BA 7775ហេតុការណ៍នេះបានកើតឡើងស្ថិតនៅក្នុងភូមិតាអ៊ុងស្រុកចំការលើខេត្តកំពង់ចាមជាករណីបុករត់នៅថ្ងៃទី6ខែមេសាឆ្នាំ2026នេះភ្លាមនោះកម្លាំងសមត្ថកិច្ចបានចេញប្រតិបត្តិការជួយអន្តរាគមន៍តាមខាត់ស្រាប់តែជនបង្កបានបើករថយន្តបំបុកឡានរបស់សមត្ថកិច្ចបន្ថែមទៀតតាមប្រភពព័ត៌មានសមត្ថកិច្ចបានបាញ់ប៉ុន្មានគ្រាប់ដើម្បីបំបែកកង់ឡានរបស់ជនបង្កពេលនេះរថយន្តបង្កត្រូវបានចាប់ឃាត់ខ្លួនបានហើយសមត្ថកិច្ចកំពុងធ្វើការតាមជំនាញនេះជាព័ត៌មានបឋមប្រសិនបើមានអ្វីថ្មីនឹងលម្អិតជូនជាបន្តទៀត